មនុស្សភាគច្រើនមិនមែនបរាជ័យឬត្រូវបំផ្លាញដោយសារបញ្ហាឡើយគឺពួកគេត្រូវបានធ្វើឲ្យបរាជ័យឬបំផ្លាញដោយសារលេសតូចរាល់ថ្ងៃហើយចុងក្រោយវាបំផ្លាញអនាគតទាំងមូលរបស់អ្នកយើងស្ដាប់ឮរឿងនឹងរាល់ថ្ងៃខ្ញុំគ្មានឱកាសទេមកពីខ្ញុំក្រខ្ញុំគ្មានខ្សែខ្ញុំគ្មានអ្នកគាំទ្រឬខ្ញុំសំណាងមិនល្អទេស្ដាប់ទៅគឺវាសមហេតុផលដែរហើយពេលនិយាយអំពីហេតុផលទាំងនេះយើងមានអារម្មណ៍ថាយើងត្រឹមត្រូវហើយប៉ុន្តែមានបញ្ហាមួយធំគឺថាលេសទាំងអស់នេះមិនដែលផ្លាស់ប្ដូរជីវិតអ្នកណាមួយឡើយវាគ្រាន់តែធ្វើឲ្យអ្នកសុខចិត្តព្រមចិត្តនៅកន្លែងដដែលដោយគ្មានការរីកចម្រើននៅពេលដែលអ្នកមិនធ្វើសកម្មភាពឬក៏កំពុងពន្យាពេលដោយសារលេសផ្សេងមាននរណាម្នាក់នោះកំពុងតែរៀនអភិវឌ្ឍជំនាញថ្មីនៅពេលដែលអ្នកនិយាយថាខ្ញុំមិនអាចធ្វើបានទេមាននរណាម្នាក់នោះក៏កំពុងតែព្យាយាមធ្វើវានៅពេលដែលអ្នកកំពុងរងចាំឱកាសល្អក៏មាននរណាម្នាក់នោះកំពុងតែព្យាយាមបង្កើតឱកាសល្អសម្រាប់ខ្លួនឯងលេសធ្វើឲ្យយើងមានអារម្មណ៍ស្រួលប៉ុន្តែវាកំពុងលួចយកពេលវេលាពីជីវិតរបស់អ្នកសូមសួរខ្លួនឯងដោយស្មោះត្រង់តើអ្នកធ្លាប់និយាយទេថាថ្ងៃនេះហត់ចាំស្អែកចាំធ្វើចាំពេលមានលុយសិនចាំពេលមានឱកាសសិនចាំជាសិនលេសទាំងអស់នេះមើលទៅតូចប៉ុន្តែវាកើតរាល់ថ្ងៃវាប្រែក្លាយជាជីវិតមួយដែលមិនផ្លាស់ប្ដូរការពិតដ៏សាមញ្ញមួយមិនអាចប្រកែកបានគឺបញ្ហាមិនមែនជាអ្នកបំផ្លាញអនាគតរបស់មនុស្សទេលេសដែលនាំឲ្យមានការពន្យាពេលដោះស្រាយបញ្ហាឬគេចវេះពីបញ្ហាដែលជាអ្នកបំផ្លាញអនាគតមនុស្សពិតប្រាកដពីព្រោះពេលដែលអ្នកជឿថាលេសនឹងវាជាការពិតជាការសមហេតុផលអ្នកឈប់ព្យាយាមអ្នកឈប់ប្រឹងប្រែងដោះស្រាយបញ្ហាអ្នកព្យាយាមឈប់អភិវឌ្ឍខ្លួនហើយនៅពេលដែលអ្នកឈប់ព្យាយាមនឹងហើយដែលអនាគតរបស់អ្នកក៏លែងវិវត្តទៅមុខដែរជីវិតអ្នកក៏នៅត្រឹងនៅមួយកន្លែងអ្នកមិនអាចជ្រើសទីកន្លែងសម្រាប់កើតបានទេហើយអ្នកក៏មិនអាចផ្លាស់ប្ដូរអតីតកាលបានដែរប៉ុន្តែច្បាស់ណាស់គឺអ្នកអាចជ្រើសរើសធ្វើអ្វីបាននៅថ្ងៃនេះអ្នកអាចជ្រើសរើសរៀនបន្តិចម្ដងអ្នកអាចកែលម្អខ្លួនបន្តិចម្ដងដោយមិនចាំបាច់ធំភ្លាមឬក៏ពូកែភ្លាមឡើយតែចាប់ដើមដោយគ្មានលេសថ្ងៃដែលអ្នកឈប់ប្រើលេសនោះហើយគឺជាថ្ងៃដែលជីវិតអ្នកចាប់ផ្ដើមផ្លាស់ប្ដូរមិនមែនព្រោះពិភពលោកផ្លាស់ប្ដូរទេប៉ុន្តែពីព្រោះអ្នកផ្លាស់ប្ដូរ